នៅក្នុងការសិក្សាព្រះធម៌តាមពិតទៅគឺជាការសិក្សាអំពីសុភាពលក្ខណៈដែលកំពុងតែកើតឡើងក្នុងជីវិតជាប្រចាំថ្ងៃដូចជាការឃើញកំពុងឃើញកំពុងឮកំពុងដឹងក្លិនដឹងរសដឹងក្តៅដឹងត្រជាក់គឺជាជីវិតជាប្រកដីប្រចាំថ្ងៃនេះឯងការកើតរលត់បន្តគ្នារបស់វិថីចិត្តតាមពិតទៅគឺជាជីវិតជាប្រកដីប្រចាំថ្ងៃនេះឯងនៅពេលដែលមានសម្លេងនៃប្រធរដែលបានសម្ដែងអំពីលក្ខណៈកិច្ចរបស់ចិត្តផ្សេងទោះបីជាយើងបានឮនៅពាក្យដែលព្រះសម្មាសម្ពុទ្ធបានត្រាស់សម្ដែងនោះហើយក៏ដោយដូចជាលក្ខណៈនៅក្នុងការឃើញការឮជាដើមនោះក៏នៅតែធ្វើឲ្យយើងសង្ស័យព្រោះថាយើងមិនទាន់បានយល់អំពីសេចក្តីពិតនៃពាក្យនានានោះព្រះសម្មាសម្ពុទ្ធបានត្រាស់សម្ដែងនៅលក្ខណៈរបស់សភាពលក្ខណៈធម៌ផ្សេងគឺជាជីវិតជាប្រកដីប្រចាំថ្ងៃដែលកំពុងតែប្រព្រឹត្តទៅនេះឯងធម៌ទាំងឡាយទាំងពួងវាមិនមែនស្ថិតនៅក្នុងតម្រាឬក៏នៅក្នុងសិភៅឬក៏នៅទីណានោះទេប៉ុន្តែរាល់ព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធបានត្រាស់សម្ដែងនោះវាគឺជាជីវិតពិតប្រាកដហើយគឺជាសភាពលក្ខណៈធម៌ដែលកំពុងតែកើតឡើងជាប្រកដីនឹងឯងគ្រប់ខណៈដែលកំពុងតែឃើញកំពុងតែឮកំពុងតែដឹងក្លិនដឹងរសដឹងរឿងរ៉ាវផ្សេងដែលកំពុងតែប៉ះខ្ទប់ហើយនឹកគិតឡើងនេះដែលកំពុងតែកើតឡើងនៅតាមផ្លូវភ្នែកតិចច្រមុះអណ្ដាតកាយចិត្តជាដើមហ្នឹងការកំពុងដែលយើងបានឃើញបានឮដឹងក្លិនដឹងរសដឹងរឿងរ៉ាវផ្សេងនេះគឺជាវិថីចិត្តដែលកំពុងតែប្រព្រឹត្តកើតឡើងបន្តគ្នាការឃើញឮដឹងក្លិនដឹងក្តៅត្រជាក់នឹកគិតរឿងរ៉ាវផ្សេងនេះកំពុងតែកើតឡើងហើយរលត់ទៅបន្តគ្នាគ្រប់ខណៈហើយចំពោះការដែលយើងបានយល់អំពីសភាពលក្ខណៈធម៌ក៏បានក្រើនរំលឹកឲ្យយើងដឹងថាជាវណៈវិថីចិត្តដែលកំពុងតែកើតឡើងគ្រប់វេរៈដែលយើងបានឃើញបានឮដឹងក្លិនជាដើមនោះសភាពលក្ខណៈនៃវិថីចិត្តទាំងអស់នោះកំពុងតែកើតរលត់ជាបន្តគ្នាជាកុសលឬអកុសលកំពុងតែកើតឡើងរលត់ទៅតាមការសន្សំបន្តគ្នានៃសន្តានរបស់ចិត្តនៅពេលឃើញកើតឡើងដូចជាការឃើញរូបនៅខណៈនេះក៏កើតមានសេចក្តីលោភៈពេញចិត្តរីករាយនៅក្នុងរូបអារម្មណ៍ដែលកំពុងតែប្រកបនេះតាមពិតទៅយើងមើលទៅដូចជាមិនមានទោសបីអីទេព្រោះមើលទៅវាគ្រាន់តែជាការពេញចិត្តធម្មតាតែយើងត្រូវដឹងថាសំបីតែអាសេចក្តីដែលយើងជាប់ជំពាក់នៅក្នុងរូបឬក៏ធម្មតាហ្នឹងខណៈហ្នឹងវាក៏ជាធម្មៈដែលជាទោសបីនោះផងដែរខណៈដែលយើងឃើញរូបកំពុងកើតឡើងហើយមានការពេញចិត្តឬមិនពេញចិត្តនៅលក្ខណៈរូបអារម្មណ៍ដែលកំពុងប្រកបហ្នឹងបើទោះបីការពេញចិត្តដែលជាលក្ខណៈផុសលោភៈហ្នឹងវាមើលទៅដូចជាធម្មតាក៏ដោយប៉ុន្តែវាក៏ជាទុក្ខដែលឲ្យផលជាទុក្ខប្រសិនបើយើងសន្សំវាម្ដងបន្តិចវាមិនមែនថាទុក្ខហ្នឹងវានឹងប្រកបភ្លាមនៅក្នុងខណៈដែលយើងរីករាយពេញចិត្តឬក៏មិនដឹងថាយើងកំពុងតែជាប់ជំពាក់នៅក្នុងរូបដែលកំពុងតែប្រកបនៅក្នុងខណៈនេះក៏ដោយប៉ុន្តែនៅពេលដែលអាសភាពនៃការសន្សំយើងហៅថាសន្តាននៃចិត្តរបស់យើងហ្នឹងវាសន្សំការជាប់ជំពាក់នៅការពេញចិត្តនៅលក្ខណៈរូបកំពុងតែប្រកបហ្នឹងដែលជាលក្ខណៈនៃនិវរណធម៌ដែលវារួមរិទ្ធនៅសភាពលក្ខណៈចិត្ត
ឬក៏កម្លាំងនៃការនៃលក្ខណៈរបស់អាសភាពធម៌ដែលជាលោភៈហ្នឹងចាប់ផ្ដើមមានកម្លាំងឡើងហើយវាក៏គឺជាអកុសលដែលធ្វើឲ្យចិត្តរបស់យើងមិនស្ងប់ឬក៏សេចក្ដីជាហេតុធ្វើឲ្យនៅសភាពចិត្តដែលជាលោភៈឬក៏ជាអកុសលចិត្តនឹងប្រកបឡើងដូចជាខណៈដែលយើងកំពុងឃើញរូបនៅគណៈនេះអញ្ចឹងឃើញគឺជាធម្មៈឃើញគឺជាសភាពលក្ខណៈនៃចិត្តដែលកើតឡើងអាស្រ័យនៅបច្ច័យដែលជាវណ្ណៈឬក៏ពណ៌ឬក៏ជារូបអារម្មណ៍កំពុងប៉ះទប់ជាមួយនឹងលក្ខណៈរបស់ចក្ខុប្រសាទរបស់យើងដូចជានៅគណៈនេះយើងកំពុងតែឃើញផ្កាអញ្ចឹងចំពោះសភាពបរមត្តចិត្តឃើញឬក៏ចក្ខុវិញ្ញាណកើតឡើងដោយសារបច្ច័យដែលជាលក្ខណៈរបស់វណ្ណៈឬក៏រូបអារម្មណ៍ហ្នឹងកំពុងប៉ះជាមួយនឹងចក្ខុប្រសាទរបស់យើងដែលជាទីតាំងទីអាស្រ័យនៃសភាពចិត្តឃើញកើតឡើងមួយខណៈហ្នឹងប៉ុន្តែសភាពនៃបរមត្តដែលជាលក្ខណៈរបស់វណ្ណៈឬក៏ជាចក្ខុប្រសាទឬក៏សភាពចិត្តឃើញដែលកើតនៅតាមទ្វីបភ្នែកហ្នឹងគឺវាមានសភាពលឿនរហ័សខ្លាំងណាស់វាបានកើតឡើងរាប់សិបខណៈបន្តគ្នាយ៉ាងលឿនរហ័សបំផុតអញ្ចឹងដែលធ្វើឲ្យអាសភាពលក្ខណៈដែលជាបរមត្តធម៌ចំពោះយើងជាវត្ថុជននេះគឺមិនអាចដឹងអំពីសភាពលក្ខណៈដែលមានពិតនឹងកើតឡើងទេអញ្ចឹងនៅពេលដែលរូបប៉ះជាមួយនឹងចក្ខុប្រសាទសភាពលក្ខណៈនៃចិត្តឃើញក៏កើតឡើងយ៉ាងលឿនរហ័សហើយចំពោះការដែលយើងអាចយល់ន័យថាជាផ្កាជាសត្វមេអំបៅវាគឺជាកិច្ចរបស់វិថីចិត្តដូច្នេះលក្ខណៈចិត្តឃើញដែលប៉ះទប់នៅលក្ខណៈផុសវណ្ណៈឬក៏នៅនឹងចក្ខុប្រសាទផុសយើងនោះគឺយើងមិនអាចដឹងទេប៉ុន្តែយើងបាននៅពេលដែលឃើញនោះបានកើតឡើងរលត់ជាបន្តគ្នាយ៉ាងលឿនអាចិត្តដែលកំពុងតែកើតឡើងនៅក្នុងមโนទ្វារឬនៅតាមទ្វារចិត្តនេះវាទទួលដឹងរូបអារម្មណ៍អំពីបញ្ចទ្វារហើយក៏បកស្រាយនៅអត្តន័យដែលយើងបានឃើញហ្នឹងថាជារូបផ្កាឬក៏រូបមេអំបៅជាដើមហ្នឹងនៅតាមទ្វារត្រចៀកដូចគ្នានៅពេលដែលនៅក្នុងគណៈនេះអញ្ចឹងបងប្អូនបានឮសំឡេងរបស់ខ្ញុំបងប្អូនបានយល់នៅន័យសេចក្តីដែលខ្ញុំកំពុងតែនិយាយអញ្ចឹងនេះគឺជាកិច្ចនៅបញ្ចទ្វារប៉ុន្តែមិនមែនជាកិច្ចដែលកើតឡើងនៅនឹងជាកិច្ចនៅក្នុងមโนទ្វារប៉ុន្តែមិនមែនជាកិច្ចដែលកើតឡើងនៅក្នុងបញ្ចទ្វារឬក៏ទ្វារត្រចៀកនោះទេព្រោះថានៅពេលដែលសំឡេងសត្វអារម្មណ៍ប៉ះទប់ជាមួយនឹងចក្ខុប្រសាទជាទីអាស្រ័យនៃសភាពចិត្តឮកើតឡើងសភាពដែលកើតប៉ះទប់នោះវាកើតឡើងលឿនរហ័សមែនទែនណាខណៈដែលជាសភាពបរមត្តដែលបញ្ជាក់នៅក្នុងបញ្ចទ្វារហ្នឹងគឺវាកើតឡើងរលត់ទៅយ៉ាងលឿនរហ័សហើយចំពោះការដែលដឹងនៃសេចក្តីសំឡេងដែលបងប្អូនយល់ថាខ្ញុំកំពុងនិយាយអ្វីហ្នឹងអានោះគឺជាកិច្ចដែលប្រព្រឹត្តឡើងនៅតាមផ្លូវចិត្តឬក៏មโนទ្វារដែលទទួលរ៉ាប់រងនៅសំឡេងបន្តពីបញ្ចទ្វារដូច្នោះហើយនៅនឹងទ្វារចិត្តឬក៏នៅមโนទ្វារទទួលដឹងនៅអារម្មណ៍ដែលជារូបសំឡេងក្លិនរសផោតពៈនោះបន្តអំពីទ្វារភ្នែកទ្វារត្រចៀកទ្វារច្រមុះទ្វារអណ្ដាតទ្វារកាយដូច្នេះនៅតាមទ្វារភ្នែកឃើញពណ៌ឬវណ្ណៈចិត្តកើតឡើងដឹងអារម្មណ៍នៅតាមទ្វារភ្នែកជាបន្តទៀតពីទ្វារភ្នែកហើយក៏ដឹងយល់នៃសេចក្តីនៅវត្ថុឬក៏អារម្មណ៍ដែលបានឃើញនោះថាវាគឺជាអ្វីនោះវាគឺជាកិច្ចនីតិរបស់ផ្លូវចិត្តនៅពេលដែលសំឡេងកើតឡើងប៉ះទប់នឹងត្រចៀកមានចិត្តឮកើតឡើងចិត្តដឹងនៅលក្ខណៈរបស់សំឡេងតាមផ្លូវត្រចៀកនោះរលត់ទៅហើយចិត្តក៏កើតឡើងបន្តនៅតាមផ្លូវចិត្តឬទ្វារចិត្តដឹងសំឡេងនោះ
បន្តអំពីទ្វារត្រចៀកតាមផ្លូវចិត្តក៏នឹងបកប្រែនៅលក្ខណៈរបស់សំឡេងលើនោះនៅតាមផ្លូវត្រចៀកមានន័យថាការដែលបានយល់នៃសេចក្តីរបស់សំឡេងនោះគឺជាកិច្ចនីតិនៅតាមផ្លូវចិត្តដូច្នោះហើយចំពោះទ្វារចិត្តឬក៏មโนទ្វារហ្នឹងគឺជាការទទួលដឹងនៅលក្ខណៈរបស់អារម្មណ៍ដែលជារូបសំឡេងក្លិនរសក្តៅត្រជាក់តឹងកម្រើកញ័រហ្នឹងបន្តអំពីទ្វារភ្នែកទ្វារត្រចៀកទ្វារច្រមុះទ្វារអណ្ដាតទ្វារកាយទ្វារចិត្តការដឹងនៅលក្ខណៈរបស់នៃសេចក្តីដែលកំពុងតែប្រកបនៅក្នុងជីវិតជាប្រកក្តីប្រចាំថ្ងៃហ្នឹងដូចជាបងប្អូនដឹងថាជាបុគ្គលនេះបុគ្គលនោះសត្វនេះសត្វនោះម៉ូតូឡានជាដើមហ្នឹងនោះគឺជាកិច្ចនៅតាមទ្វារចិត្តឬក៏យើងហៅថាមโนទ្វារចំពោះការដែលដូច្នោះហើយលក្ខណៈដែលជាបរមត្ថធម៌ដែលព្រះសម្មាសម្ពុទ្ធបានត្រាស់សម្ដែងនោះវាពិតជាកើតឡើងយ៉ាងលឿនរហ័សបំផុតដូចជាលក្ខណៈរបស់ដែលយើងកំពុងឃើញឡើយហ្នឹងយើងឃើញជារូបផុសផ្កាយើងឃើញជារូបផុសមេអំបៅយើងឃើញជារូបផុសផ្កាឈូកបាត់ទៅហើយមានន័យថាយើងដឹងនៃសេចក្តីបាត់ទៅហើយប៉ុន្តែអាសភាពលក្ខណៈដែលត្រឹមតែជារូបឬក៏វណ្ណៈមួយខណៈដែលប៉ះខ្ទប់នឹងចក្ខុប្រសាទរបស់យើងហើយសភាពលក្ខណៈនៃចិត្តឃើញកើតឡើងមកព្រឹបមកខណៈនោះគឺវាលឿនរហ័សមែនទែនដោយសារតែសភាពលក្ខណៈធម៌វាកើតឡើងយើងឃើញនៅតាមទ្វារភ្នែកគឺវាមានបច្ច័យដែលជារូបហើយនឹងចក្ខុប្រសាទនិងសភាពលក្ខណៈឃើញកើតឡើងអញ្ចឹងនឹងគឺជាធម៌នៅតាមផ្លូវភ្នែកតាមផ្លូវត្រចៀកក៏មានលក្ខណៈរបស់សំឡេងនិងសោតប្រសាទនៅតាមអណ្ដាតក៏មានលក្ខណៈរបស់រសនិងជីវហាប្រសាទនៅច្រមុះក៏មានក្លិននិងឃានប្រសាទជាដើមនឹងឯងហេតុនេះឯងអាសភាពលក្ខណៈធម៌ដែលវាកើតឡើងលឿនរហ័សដែលយើងមិនអាចដឹងអំពីលក្ខណៈពិតប្រាកដរបស់បរមត្ថហ្នឹងឬក៏សភាពលក្ខណៈពិតរបស់រូបសម្លេងក្លិនរសហើយវាកើតឡើងនៅតាមផ្លូវដាច់ដោយឡែកពីគ្នាទៅតាមប្រភេទនៃធម៌នីមួយៗនឹងទៀតនឹងឯងនឹងហើយទៅព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាមិនមែនជាសត្វធម៌ទាំងឡាយហ្នឹងមិនមែនជាសត្វបុគ្គលជាអត្តាតួខ្លួនឬក៏ជាសភាពលក្ខណៈនៃការប្រមូលផ្ដុំដោយដែលយើងសម្គាល់ថាឃើញថាជាលក្ខណៈរបស់ផ្កាលក្ខណៈរបស់មេអំបៅលក្ខណៈរបស់សំឡេងនឹងមានន័យថាម៉េចយើងយល់នៃសេចក្តីទៅតាមន័យឧទាហរណ៍ដូចសំឡេងអញ្ចឹងសម្រាប់ភាសាខ្មែររបស់យើងបងប្អូនយល់ន័យថាបែបហ្នឹងភាសាដទៃទៀតក៏គេយល់ទៅតាមន័យសេចក្តីដែលគេចំណាំនោះឯងដូច្នេះនៅត្រង់នេះឯងមូលហេតុនេះឯងដែលយើងមិនមានលក្ខណៈនៃតួសតិបញ្ញាដែលអាចយល់ឬក៏ប្រចាំនឹងសភាពលក្ខណៈបរមត្ថដែលកំពុងកើតឡើងជាប្រកក្តីនៅតាមផ្លូវភ្នែកខ្លះផ្លូវត្រចៀកខ្លះផ្លូវច្រមុះខ្លះអណ្ដាតខ្លះកាយខ្លះឬក៏សភាពនឹកគិតនៅសភាពលក្ខណៈចិត្តខឹងក្រោធស្រឡាញ់ស្អប់ចំណែនឈ្នះអីជាដើមហ្នឹងជាប្រកក្តីហ្នឹងយើងមិនបានទាន់មានលក្ខណៈនៃតួសតិបញ្ញាដែលបានដឹងអំពីលក្ខណៈនៃធម៌ដែលកំពុងតែកើតឡើងដោយឡែកគ្នាទៅតាមផ្លូវនីមួយហ្នឹងហេតុហ្នឹងហើយដែលធ្វើឲ្យយើងសម្គាល់ថាមានសត្វបុគ្គលជាអ្នកឃើញសត្វបុគ្គលជាអ្នកឮជាដើមនឹងឯងហើយដូច្នោះឯងនៅពេលដែលយើងជាពុទ្ធបរិស័ទបានសិក្សាពាក្យទូលមានឬក៏ពាក្យអប់រំរបស់ព្រះសម្មាសម្ពុទ្ធដែលបានសម្ដែងអំពីរូបសម្លេងក្លិនរសឬក៏សភាពចិត្តនឹកផ្សេងហ្នឹងនៅពេលដែលបងប្អូនពុទ្ធបរិស័ទសិក្សាចម្រើនអប់រំរហូតបញ្ញាដែលអាចប្រចាក់នៅលក្ខណៈដែលជាបរមត្ថកំពុងកើតឡើងនៅក្នុងជីវិតជាប្រកក្តីហ្នឹងពេលនោះក៏ទូសតិបញ្ញាដែលបានសិក្សានោះក៏នឹងឃើញថាសភាពលក្ខណៈធម៌ទាំងឡាយនេះកំពុងតែកើតឡើងប្រព្រឹត្តទៅដាច់ដោយឡែកពីគ្នានៅតាមទ្វារភ្នែកគឺបង្កើតលក្ខណៈនៅចិត្តឃើញនៅតាមផ្លូវត្រចៀកក៏បង្កើតនៅចិត្តឮដឹងក្លិននៅតាមផ្លូវច្រមុះដឹងរសនៅតាមផ្លូវអណ្ដាតក្តៅត្រជាក់ឈឺអីផ្សេងគឺនៅតាមផ្លូវកាយឬក៏សភាពលក្ខណៈនៃការខឹងក្រោធផ្សេងនៅតាមផ្លូវចិត្ត
ដូច្នោះនៅពេលដែលបងប្អូនបានបញ្ជាក់នឹងលក្ខណៈដែលជាសភាពធម្មៈហើយក៏ឃើញភាពដាច់ដោយឡែកដែលមិនមែនជាការប្រមូលផ្ដុំជាតួខ្លួនជាសត្វបុគ្គលដែលយើងតែងតែយកខុសនៅក្នុងជីវិតរស់នៅជាប្រចាំថ្ងៃនេះឯងដូច្នោះហើយការដែលព្រះសម្មាសម្ពុទ្ធបានសម្ដែងថាអ្វីឬក៏ធម៌ទាំងឡាយមិនមែនជាសត្វបុគ្គលគឺស្ថិតនៅក្នុងលក្ខណៈដែលខ្ញុំបានបកស្រាយខាងដើមនឹងឯងដោយសារសភាពធម៌ហ្នឹងវាកើតឡើងដាច់ដោយឡែកពីគ្នាហើយវាមានសភាពលក្ខណៈរៀងខ្លួនហើយវាកើតឡើងហើយតាំងនៅរលត់ទៅដែលវាអាស្រ័យនៅបច្ច័យឬក៏ទីតាំងនៃសភាពលក្ខណៈដែលកំពុងតែប្រព្រឹត្តទៅកើតឡើងនឹងឯងដែលយើងមិនអាចបង្គាប់បញ្ជានៅសភាពលក្ខណៈធម៌ទាំងឡាយហ្នឹងបានទេថាចង់ឃើញរូបអញ្ចេះចង់លឺអញ្ចេះចង់គិតអញ្ចេះចង់មិនស្រឡាញ់ចង់មិនស្អប់នោះគឺមិនបានទេព្រោះដោយការឃើញពីព្រឹកមិញពីម្សិលមិញពីឆ្នាំមុនពីខែមុនគឺយើងមិនអាចរក្សាការឃើញការលឺដឹងក្លិនហ្នឹងឲ្យនៅជាការឃើញដដែលនោះទេព្រោះសភាពលក្ខណៈសំបីតែគណៈឥឡូវនេះសំឡេងដែលកំពុងតែស្ដាប់ឮហ្នឹងវាកើតឡើងហើយតាំងនៅរលត់ទៅយើងមិនអាចទុកវាយើងមិនអាចរក្សាវាឲ្យនៅគង់វង្សថិតថេរបានទេព្រោះសភាពលក្ខណៈធម៌ទាំងឡាយណាដែលកើតឡើងហើយវានឹងវិនិច្ឆ័យទៅវិញជាធម្មតាអញ្ចឹងនេះឯងគឺជាធម្មតាធម៌មានន័យថាយើងមិនចង់ឲ្យវាមិនកើតឡើងក៏មិនបានយើងមិនចង់ឲ្យវារលត់ទៅវិញក៏មិនបានដែរអញ្ចឹងគ្រប់ជីវិតប្រចាំថ្ងៃការឃើញការឮការដឹងក្លិនដឹងរសដឹងក្តៅដឹងត្រជាក់របស់យើងការខឹងស្រឡាញ់ចំណែនឆ្អប់សេចក្តីសុខសេចក្តីទុក្ខរបស់យើងវាកើតឡើងតាំងនៅរលត់ទៅហើយយើងមិនចង់ឲ្យវាមិនកើតឡើងក៏មិនកើតហើយយើងមិនចង់ឲ្យវារលត់ទៅវិញមិនរលត់ទៅវិញក៏មិនបានដែរអញ្ចឹងនេះឯងគឺជាសភាពលក្ខណៈនៃដែលព្រះសម្មាសម្ពុទ្ធសម្ដែងអំពីភាពមិនទៀងទាត់អនិច្ចំទុក្ខំឬក៏អនត្តាភាពដែលកើតឡើងតាំងនៅរលត់ទៅហើយវាមិនស្ថិតក្រោមបង្គាប់បញ្ជារបស់បុគ្គលណាមួយហើយវាក៏មិនមែនជាយើងទៀតមិនមែនជាយើងនឹងត្រង់នៅសភាពលក្ខណៈដែលខ្ញុំបានសម្ដែងពីខាងដើមនឹងឯងជាការឃើញនៅក្នុងវិនាទីដំបូងនៃវីដេអូនេះឃើញរូបផ្កាហ្នឹងវាមិនមែនជាការឃើញនៅក្នុងគណៈឥឡូវនេះទេហើយការលឺនៅក្នុងគណៈមុននោះក៏មិនមែនជាការលឺនៅក្នុងគណៈនេះដែរសភាពលក្ខណៈធម៌ទាំងអស់ហ្នឹងវាបានកើតឡើងហើយតាំងនៅរលត់ទៅសភាពធម៌ថ្មីកើតឡើងជាបន្តគ្នាអញ្ចឹងការសិក្សាវធម៌គឺជាការសិក្សាអំពីជីវិតជាប្រកក្តីដែលកំពុងកើតឡើងនឹងឯងភាពមិនមែនជាសត្វបុគ្គលនឹងតើតើយើងបានដឹងបានយល់ទៅដល់សភាពលក្ខណៈធម៌ដែលព្រះសម្មាសម្ពុទ្ធបានសម្ដែងឬក៏នៅពេលដែលសតិថ្នាក់សតិប្បដ្ឋានប្រកបឡើងនោះឯង